មានព្រះរាជាមួយអង្គទ្រង់ជឿក្នុងបតីថាផ្ទៃពោះរបស់ព្រះអង្គគឺជាទីប្រឹក្សាដ៏ល្អបំផុតដែលព្រះអង្គធ្លាប់មាន ដូច្នេះហើយទោះបីជារឿងប្រទេសជាតិឬរឿងអ្វីផ្សេងទៀតក៏ដោយទ្រង់តែងពិគ្រោះនឹងផ្ទៃពោះនោះជានិច្ចកាលដែលទ្រង់ជឿទុកប្រតីនឹងផ្ទៃពោះរបស់ទ្រង់បែបនេះគឺដោយសារតែវាមិនដែលធ្វើឲ្យព្រះអង្គខកប្រតីម្ដងណាឡើយមានសម័យថ្ងៃមួយមានអំពើក្បត់ដណ្ដើមរាជបល្ល័ង្កកើតឡើងធ្វើឲ្យព្រះអង្គត្រូវភៀសប្រកាយទៅរស់នៅក្នុងព្រៃពុំមានអ្វីសោយតទៅសោះទើបទ្រង់ត្អូញត្អែថាអោពូហើយឯងធ្លាប់តែផ្ដល់យោបល់ល្អៗឲ្យយើងតែពេលនេះហេតុអីក៏ឯងបែរជាបាត់មាត់ឈឹងដូច្នេះទៅវិញឯងគ្មានយោបល់អ្វីសម្រាប់ផ្ដល់ឲ្យយើងទេឬពស់ឮដូច្នេះក៏ទូលទៅព្រះរាជាអង្គនោះថាអោព្រះអង្គជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់របស់ទូលបង្គំហើយកាលដែលទូលបង្គំធ្លាប់ថ្វាយយោបល់ល្អៗដល់ព្រះអង្គព្រោះកាលនោះពស់វានៅឆ្អែតព្រមទាំងទទួលបាននូវអាហារភោជនល្អៗផងដែរតែពេលនេះសូម្បីតែអាហារធន់អន់បំផុតក៏គ្មានធ្លាក់ចូលក្នុងពោះមួយដុំសោះហេតុដូច្នេះតើព្រះអង្គឲ្យទូលបង្គំគិតអ្វីឃើញតទៅទៀតរឿងនេះមិនខុសពីទ្រឹស្ដីរបស់លោកម៉ាស្លូទេលុះត្រាតែតម្រូវការក្នុងពោះក្នុងក្រពះវាឆ្អែតគ្រប់គ្រាន់សិនទើបតម្រូវការខាងបញ្ញាធ្វើការបានល្អ